ភាពតានតឹងរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកឈានមកដល់ថ្ងៃទី18 ខែមីនា ឆ្នាំ2025 នេះ ជាបឋមខ្ញុំបាទពុំសិង្ហហេងសូមគ្រប់លំអរកាយចំពោះសម្ដេចឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលបានតាមដាននិងទស្សនាចេញពីការចុះផ្សាយព័ត៌មានអន្តរជាតិចេញពី Page News TikTok News និង YouTube News ថ្ងៃនេះផងដែរខ្ញុំបាទសូមធ្វើការអត្ថាធិប្បាយក្នុងសង្គ្រាមរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកគិតមកត្រឹមថ្ងៃទី18 ខែមីនា ឆ្នាំ2025 នេះភាពតានតឹងរវាងអ៊ីស្រាអែល អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងដែលបង្កឲ្យមានការព្រួយបារម្ភអំពីសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយដោយយោងតាមសារព័ត៌មាន Associated Press អ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រីធំនៃមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកពេញមួយយប់ការវាយប្រហារបានផ្ដោតលើអ៊ីស្រាអែលក៏ដូចជាប្រទេសឈូងសមុទ្រជាច្រើនរួមទាំងអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមផងដែរនេះជាការឆ្លើយតបចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់2នាក់ក្រៅពីនោះអ៊ីរ៉ង់បានពណ៌នាសកម្មភាពរបស់ខ្លួនថាវាជាការសងសឹកហើយបានព្រមានថាការឆ្លើយតបបន្ថែមទៀតអាចនឹងកើតឡើងប្រសិនបើមានភាពតានតឹងនៅតែបន្តនៅក្នុងប្រទេសអ៊ីស្រាអែលមន្ត្រីសង្គ្រោះបន្ទាន់បានបញ្ជាក់ថាកាំជ្រួចបានវាយប្រហារតំបន់កណ្ដាលដែលបណ្ដាលឲ្យជនស៊ីវិលស្លាប់និងខូចខាតអគារលំនៅឋានទន្ទឹមនឹងនេះអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ដែលជាប្រទេសជិតខាងដោយយោងតាមកាសែត The Guardian ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារគោលដៅនៅក្នុងទីក្រុងបេរុតជាកន្លែងដែលកងកម្លាំងហេប៊ូឡាគាំទ្រដោយអ៊ីរ៉ង់មានមូលដ្ឋានក្នុងរបាយការណ៍បានបង្ហាញពីការស្លាប់ទាំងរបួសនិងការបំផ្លិចបំផ្លាញដោយជនស៊ីវិលជាច្រើនត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងផងដែរជាមួយគ្នានោះសហរដ្ឋអាមេរិកក៏បានបង្កើនការចូលរួមផ្នែកយោធារបស់ខ្លួនផងដែរដោយកងកម្លាំងអាមេរិកបានធ្វើការវាយប្រហារលើគោលដៅដែលភ្ជាប់ជាមួយអ៊ីរ៉ង់នៅជិតច្រកសមុទ្រ Hormuz ជាផ្នែកដែលដឹកជញ្ជូនប្រេងពិភពលោកដ៏សំខាន់មួយនេះបានធ្វើឲ្យការព្រួយបារម្ភអំពីការគ្រប់ខានដល់សេដ្ឋកិច្ចពាណិជ្ជកម្មនិងការផ្គត់ផ្គង់ថាមពលតម្លៃប្រេងបានកើនឡើងចំពេលដែលមានការភ័យខ្លាចនៃការរំខានដល់ការផ្គត់ផ្គង់ហើយអ្នកជំនាញបានព្រមានថាអស្ថិរភាពដែលអាចបន្តនឹងនាំឲ្យកើនឡើងអតិផរណៈនៅទូទាំងពិភពលោកជនស៊ីវិលរាប់ពាន់នាក់នៅទូទាំងប្រទេសអ៊ីរ៉ង់អ៊ីស្រាអែលនិងលីបង់បានរងផលប៉ះពាល់ដោយសារអំពើហិង្សាដែលកំពុងបន្តសមាគមអន្តរជាតិរួមទាំងអង្គការសហប្រជាជាតិក៏កំពុងអំពាវនាវឲ្យមានការអត់ធ្មត់និងជំរុញឲ្យភាគីទាំងអស់ជៀសវាងការបង្កើនចំនួនបន្តទៀតក្រៅពីនោះក្រោយពីផ្ដាច់ជីវិតមេដឹកនាំជាន់ខ្ពស់និងមេបញ្ជាការអ៊ីរ៉ង់ពីររូបទៀតអ៊ីស្រាអែលបានបដិញ្ញាចិត្តតាមរកនិងសម្លាប់មេដឹកនាំអ៊ីរ៉ង់កំពូលថ្មីមុតាបាខាមីនីឲ្យបានយេរូសាឡឹមយោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារទី17 ខែមីនាបាននិយាយថាខ្លួននឹងតាមប្រម៉ាញ់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់គឺលោកមុតាបាខាមីនីឲ្យបាននេះបញ្យងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ដោយយោងតាមខ្លឹមសាររបស់ Fresh News អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Effi Difrinបានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូចនេះថាយើងមិនដឹងអំពីលោកមុតតាបាខាមីនេយើងមិនបានឮអំពីគាត់ឬឃើញគាត់នោះទេប៉ុន្តែខ្ញុំអាចប្រាប់អ្នកនៅរឿងមួយថាពួកយើងនឹងតាមរករោគនិងកម្ចាត់គាត់ចោលការព្រមាននេះបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានទទួលស្គាល់ថាប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់ខ្លួនគឺលោកអាលីរ៉ានីជីនីនិងមេបញ្ជាការកងកម្លាំងយោធាបារ៉ាផាស៊ីកលោកហ្គូរ៉ាំលេសាសូលីម៉ានីទើបតែត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលគូបញ្ជាក់ផងដែរថាលោកមុតតាបាខាមីនីបានឡើងជាមេដឹកនាំថ្មីកំពូលរបស់អ៊ីរ៉ង់បន្ទាប់ពីអតីតមេដឹកនាំកំពូលដែលជាឪពុករបស់ខ្លួនគឺលោកអាយ៉ាតូឡាអាលីខាមីនីបានស្លាប់កាលពីថ្ងៃដំបូងនៃសង្គ្រាមក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលសរុបមកវិញអ្វីដែលបានចាប់ផ្ដើមជាសកម្មភាពយោធាគឺគោលដៅឥឡូវនេះបានពង្រីកទៅជាចំនួនក្នុងតំបន់កាន់តែទូលំទូលាយដែលពាក់ព័ន្ធនឹងប្រទេសជាច្រើននិងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពពិភពលោកផងដែរNews Cambodia នឹងបន្តតាមដានស្ថានភាពសង្គ្រាមដែលកំពុងកើតឡើងនិងអាចបន្តរីករាលដាលនេះជាចុងក្រោយខ្ញុំបាទពុំសិង្ហហេងសូមថ្លែងអំណរគុណចំពោះសម្ដេចឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលបានតាមដានស្ដាប់និងទស្សនាព័ត៌មានចេញពីការចុះផ្សាយរបស់ Page News TikTok News និង YouTube News តាំងពីដើមរហូតដល់ចប់ខ្ញុំបាទសូមអរគុណ